ស្វាគមន៍អ្នកកនិយមគ្រប់ក្នុងគ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងក្រុមដណ្ដប់ឋានសួគ៌ពេលទី87ដែលជាភាពបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងបន្តពីយេហ្វានធ្វើការវាយដំច្រំធាក់ទៅលើស្ដេចឥន្ទ្រីវ័យក្មេងជិនឈីបណ្ដាលឲ្យគេក្អួតឈាមហើយធ្លាក់ចុះទៅកូនចៅរបស់គេក៏បានមករកប្រាប់ថាត្រាអាណាចក្រពលទាំង4របស់គាត់គឺត្រូវបានបើកហើយតែជិនឈីរុញគេចេញថាយើងមិនអាចចាញ់បាននោះទេខណៈពេលគេនៅតែប្រាប់ឲ្យប្រញាប់ព្យាបាលរបួសក្លេទៅខាងយេហ្វានធូហ្វៃព្រមទាំងឈិនយ៉ាវក៏បានមកជួយមើលក្នុងពេលនោះពនាងឡូយីបានចុះមកក៏ដូចជាប្រាប់ថាការប្រកួតនេះបញ្ចប់ហើយបន្ទាប់ពីការបរាជ័យនេះក៏សង្ឃឹមថាព្រះអង្គម្ចាស់ចេះមាននៅវិចារណញ្ញាណក៏ប្រហែលជាមានគេអត្រិនៅខាងមុខគឺគ្មានឧបសគ្គអ្វីនោះទេសួរទៀតថាតើព្រះអង្គម្ចាស់ចង់បន្តប្រយុទ្ធជាមួយនឹងអាណាចក្រពលទាំង4នេះមែនទេគេក៏បានប្រាប់ថាឥន្ទ្រីមេឃាគឺមាននៅកិត្តិយសរបស់ខ្លួនយើងមិនដែលប្រកែកដូចជានាងនោះទេរួចហើយស្រូបយកនាវរបស់គេត្រឡប់មកវិញនិយាយទៅកាន់យេហ្វានថ្ងៃនេះយើងប្រកួតជាមួយនឹងឯងព្រមទាំងចាញ់តែនៅទីបំផុតឯងក៏នៅតែមិនអាចឈានទៅដល់អាណាចក្រពលទាំង4ឯងគឺបានត្រឹមតែបន្តសម្លឹងមើលនៅស្រមោលរបស់យើងរួចហើយហោះចេញទៅជាមួយនឹងកូនចៅរបស់គេយេហ្វានក៏បានរអ៊ូថានិយាយច្រើនណាស់វ័យសម្ដីរបស់ឯងក៏បានធ្វើយើងងងុយដេកណាស់បណ្ដាលឲ្យឈិនយ៉ាវជាមួយនឹងធូហ្វៃចាប់ផ្ដើមបារម្ភតែស្មងក្រោយមកបើផ្នែកប្រំឃើញនៅធូហ្វៃស្ញាញ់ដាក់គេនិយាយថាដំណឹងល្អនិងដំណឹងអាក្រក់ចង់ស្ដាប់មួយណាមុនទៅយេហ្វានដកដង្ហើមធំទៅហើយថាដំណឹងអាក្រក់មុនធូហ្វៃតបថាអាយ៉ាគួរតែស្ដាប់ដំណឹងល្អមុនសិនទៅដំណឹងល្អនោះគឺថានារីបិសាចមើលទៅហាក់បីដូចជាចាប់អារម្មណ៍លើលបងឯងហើយនាងថែមទាំងចង់នាំលបងឯងទៅផ្ទះព្រមទាំងដោះសម្លៀកបំពាក់ឲ្យទៀតផងបន្ទាប់មកផ្សះផ្សានៅទំនាក់ទំនងល្អរវាងពូជពងមនុស្សនិងបិសាចយេហ្វានឆ្ងល់ហើយដំណឹងល្អអីចឹងនោះធូហ្វៃប្រាប់ថាក៏ប៉ុន្តែគេគឺបានក្លាហានបដិសេធទៅហើយព្រមទាំងប្រើប្រាស់នៅកម្លាំងទាំងអស់ទាញយកនៅយេហ្វានចេញមកហើយនៅចុងបញ្ចប់ខ្ញុំក៏ត្រូវបានគេទាត់ចេញយេហ្វានធូរទ្រូងថាចឹងក៏គួរតែអរគុណដល់ឯងហើយព្រមទាំងសួរអំពីដំណឹងអាក្រក់វិញម្ដងធូហ្វៃប្រាប់ថាដំណឹងអាក្រក់នោះនេះគឺជាកន្លែងដែលវាមានអមតៈស្ថិតនៅលើភ្លាមយេហ្វានក៏ក្រោកឈប់ផ្លែតមើលនៅជុំវិញទីនេះដែលវាគឺជាព្រៃអាចផ្កាយយេហ្វានសួរថាតើនេះគឺជាដំណឹងអាក្រក់មែនទេប្រើប្រាស់នៅធម្មពលរបស់គាត់ឯមានន័យថាធូហ្វៃប្រាប់ថាគឺមិនអាចទៅដល់នោះឡើយមនុស្សឆ្លាតបំផុតពីបុរាណកាលគឺបានគូនៅធម្មពលតារានេះប្រមូលនៅធម្មពលមហោសិជ្ជៈកាត់បន្ថយនៅភាពចាស់ជរាបើសិនជាគ្មានការអនុញ្ញាតនោះទេច្រកចូលក៏ត្រូវបានហាមប្រាមយេហ្វាននិយាយហើយថាដូច្នេះបន្ទាប់ពីស្ដេចនិក្រិតបៃតងទទួលបានវាគាត់ព្យាយាមបង្កើននៅក្បួនសម្ងាត់នៃភាពអមតៈតែនេះមិនមែនផ្ដល់នូវក្តីសង្ឃឹមឲ្យសុភាវៈមួយទៀតនៅក្នុងរាងកាយរបស់ផាងពោះនៅក្នុងការរស់រានមានជីវិតទេមែនអត់ភ្លាមមកលើនឹងសម្លេងមួយថាគឺពិតជាវត្ថុទិព្វដែលមិនអាចកាត់ថ្លៃបានធូហ្វៃក៏បានស្រែកសួរហើយថាតើនៅចង់ខាំខ្ញុំទៀតមែនទេខំឲ្យកន្លែងល្អស្នាក់នៅហើយហងតមកវិញថាឯងក៏គួរតែគ្រប់យើងឲ្យបានច្រើនទៅលើនៅពេលក្រោយគឺច្បាស់ជាសូមឲ្យយើងជួយជាមិនខានឡើយប្រាប់ថានៅខាងក្រៅវាមានបុរាណនេះគឺមាននៅស្រទាប់នៃរនាំងទាំងអស់18ពោពេញទៅដោយនិមិត្តសញ្ញាតៅតែចង់ចូលទៅមែនទេធូហ្វៃសួរហើយមានន័យថានិមិត្តសញ្ញាតៅនៅក្នុងអាចផ្កាយវាគ្រោះថ្នាក់ណាស់មែនឬក៏អត់ហេហងប្រាប់ថាមានតែយើងខ្លាំងនោះទេទើបឲ្យបំបែកបានធូហ្វៃចាប់ផ្ដើមយកចិត្តហេហងវិញម្ដងហើយសួរទៀតថាមានន័យថាពួកយើងមិនអាចចូលបានទេមែនអត់គេបានសួរត្រឡប់មកវិញគឺថាខ្ញុំជានរណាទៅគ្មាននិមិត្តសញ្ញាតៅណាមួយដែលខ្ញុំមិនអាចបំបែកបាននោះទេយេហ្វានដំណាក់កាលនេះក៏ត្រូវតែយកចិត្តដែលថាលោកម្ចាស់ហេហងរបស់ពួកយើងធ្លាប់ជាប់នៅក្នុងភ្នំយិនទាន់ត្រឹម18ឆ្នាំប៉ុណ្ណោះហេហងប្រាប់ថាកុំឲ្យរំលឹកនៅរឿងអត់ប្រយោជន៍យើងដឹងអំពីវិធីបំបែកនៅរនាំងមួយនេះកុំប៉ុន្តែបញ្ហាគឺត្រូវការរបស់ខ្លះហើយឬក៏ប្រភពពី300លើភ្លាមយេហ្វាននិយាយហើយថាឆ្កែរបស់យោនេះតែចង់បិទជញ្ជក់យកនៅប្រភពរបស់ខ្ញុំមែនទេធូហ្វៃប្រាប់ពួកយើងក៏គួរតែស្វែងរកនៅរបស់ផ្សេងតែសមងក្រោយមកសាច់រឿងបង្ហាញឲ្យឃើញនៅទីតាំងមួយដែលការរៀបចំមើលទៅគឺពិតជាចម្លែកប្លែកអារម្មណ៍ទៀតហើយយេហ្វានសូមបញ្ជាក់ទៅកាន់ធូហ្វៃថាពិតឬអត់នៅទីនេះពួកគេអាចទិញនៅរបស់របរបានធូហ្វៃតបថាត្រឹមត្រូវក៏ព្រោះថាទីនេះវាស្រដៀងគ្នាទៅនឹងក្រុងប្រភពដទៃទៀតអញ្ចឹងយេហ្វានសូមឲ្យបកស្រាយនៅតាមផ្លូវធូហ្វៃប្រាប់គឺមាននៅបិសាចគ្រប់ប្រភេទនៅទីនេះទំនិញព្រមទាំងដំណឹងក៏ចម្រុះគ្នាគ្មានអ្វីដែលថារកមិនបាននោះទេក៏ប៉ុន្តែមានតែមនុស្សប៉ុណ្ណោះអាចមកកាន់ទីនេះពួកគេភាគច្រើនគឺសិតតអ្នកបានចូលរួមនៅក្នុងការប្រកួតរើសកូនប្រសាយេហ្វានក៏បានឲ្យគេទៅធ្វើកូនប្រសានៅទីនោះទៅធូហ្វៃក៏បានមកហៅទៅលបងកំពូលមនុស្សពេលវេលារបស់ពួកយើងគឺមានកំណត់មើលនៅបញ្ជីឆ្កែខ្មៅនេះទៅដឹងហើយរបស់ដែលហេហងចង់បានវាគឺពិតជាច្រើនមែនទែនគ្មានជំរឿននោះទេពួកគេក៏បានមកដល់នៅទីមួយសួរហើយថាតើមានមនុស្សនៅដែរទេតើស្នុកអណ្ដើកខ្មៅនោះមួយប៉ុន្មានទៅតែក្នុងពេលនោះស្នុកអណ្ដើកក៏ស្រាប់តែកំរើកបណ្ដាលឲ្យអ្នកទាំងពីរងើយឆ្ងល់ហើយតាមពិតទៅគេគឺជាបិសាចអណ្ដើកសរសើរថាគឺពិតជាមាននៅកែភ្នែកមុតមែនឃើញភ្លាមចាប់អារម្មណ៍នៅស្នុកអណ្ដើកបុព្វបុរសគេតែម្ដងរួចហើយក៏ចាប់ផ្ដើមធ្វើការអត្ថាធិប្បាយថានៅពេលដែលគេបានតាមនៅស្ដេចបិសាចកំពូលត្រួតត្រានៅតំបន់ខាងជើងព្រមទាំងរំជួយដល់ភូមិភាគកណ្ដាលស្នូអណ្ដើករបស់គេមានសមត្ថភាពស្មើទៅនឹងអាវុធកំពូលដែលត្រូវបានផលិតចេញមកពីរាងកាយទេពបុរាណលើដូច្នេះហើយយេហ្វានបានសួរបញ្ជាក់គេបានមកជិតព្រមទាំងរំលឹកអំពីរាងកាយទេពបុរាណមិនចាំបាច់រំលឹកអំពីចំណុចផ្សេងលើកតែចំណុចនៃការរឹងមាំវាគឺពិតជាកម្រនៅក្នុងលោកគេអាចយកមកផលិតជាអាវុធដ៏ខ្លាំងមួយធូហ្វៃបានប្រាប់ឲ្យគេឈប់និយាយអត់បានការទៅភ្លាមគេបានប្រើនៅធម្មពលឲ្យអ្នកទាំងពីរមើលធូហ្វៃងាយឆ្ងល់ហើយនិយាយជាសម្ងាត់ជាមួយនឹងយេហ្វានគេម្នាក់និយាយពីរាងកាយទេពបុរាណចឹងចង់សាកល្បងពួកយើងទេដឹងគេក៏ប្រហែលជាសង្ស័យពីអត្តសញ្ញាណរបស់ពួកយើងទៅហើយដូច្នេះពួកគេគឺអាចសួរក៏ប្រហែលជារកឃើញនៅអ្នកដែលនៅខាងក្រោយខ្នងយេហ្វានបានសោយដែរចូលទៅក៏ដូចជាប្រាប់ថាឥឡូវនេះខ្ញុំនិយាយអំពីរាងកាយទេពបុរាណសិនទៅនិយាយមែនតែតែស្ដេចបិសាចមួយណាដែលលបងឯងដើរតាមនោះថៃកាយមួយនឹងក៏ហាក់បីដូចជាភ្ញាក់ថាយើងមិនអញ្ចឹងបានគិតក្នុងចិត្តថាតើគេដឹងហើយទេដឹងថាតម្លៃ2គីឡូកន្លះប្រភពវាថ្លៃពេកដូច្នេះហើយគេក៏គួរទៅលក់5ខាំទៅបានហើយបងវិលមួយជុំរួចប្រើប្រាស់នៅធម្មពលរបស់គេបន្តក៏ដូចជាប្រាប់ថាស្ដេចបិសាចមិនទាន់កាត់ឡើងម្ដងទៀតនៅឡើយនោះទេយេហ្វានក៏ស្រាប់តែបានគិតថាប្រកាសណាស់ស្ដេចបិសាចតំណងជាប្រទេសឃើញពួកយើងហើយតែមើលទៅគេហាក់បីដូចជាស្ទាក់ស្ទើរមិនព្រមចាប់ពួកយើងនៅឡើយតែថៃកាយនឹងមិនគិតដូច្នេះនៅឡើយគេគិតថាត្រឹមត្រូវបើទោះបីជាស្ដេចបិសាចមកក៏មិនអាចតថ្លៃជាមួយ
មួយគេបាននោះដែរយេហ្វានិយាយថាដូច្នេះពួកយើងសុំទៅមុនអញ្ចឹងគិតក្នុងចិត្តថាបើសិនជាគេចាប់ផ្ដើមវាប្រហារនឹងអាចបានដោះស្រាយបញ្ហាលឿនបន្តិចបិសាចអណ្ដើកនឹងក៏ឆ្ងល់ដែរហេតុអ្វីបានជាពួកគេបន្តថ្លៃទៀតអញ្ចឹងតែយ៉ាងណាគេគឺត្រូវតែស្ងប់អារម្មណ៍ទាំងពីរអ្នកនោះដែរចេះអញ្ចឹងគឺព្រោះតែចង់ឲ្យគេបញ្ចុះតម្លៃនោះទេតែមើលទៅគេដូចជាទ្រាំមិនបានស្រែកថាចាំបន្តិចរួចវិលខ្ញាល់យេហ្វានធូហ្វៃប្រញាប់លើកជើងចេញរួចនិយាយថាលោកម្ចាស់បិសាចបើទោះបីជារាងកាយរបស់គាត់ស្ដារឡើងត្រឹមតែអាណាចក្រពោទាំង4ហើយត្រូវការពេលតែ3ខែតែប៉ុណ្ណោះមុនពេលដែលអាចចាក់ចេញពីការឃុំឃាំងលើគេនិយាយដូច្នេះយេហ្វាននឹងក៏កាន់តែឆ្ងល់ទៀតហើយថាតើផែនការរបស់ពួកយើងនឹងគេមើលធ្លុះដល់ម្លឹងគេថែមទាំងដឹងថាផាំងពណ៌គឺនឹងត្រូវបានស្ដេចបិសាចគ្រប់គ្រងរាងកាយបាននៅក្នុងរយៈពេល3ខែទៀតនិយាយទៅកាន់ធូហ្វៃយ៉ាងហោចណាស់ក៏មានមនុស្ស2នាក់ដែលមានយុទ្ធសាស្ត្រវិមានតៅកម្រិតទី5នៅទីនេះខណៈពេលដែលប្រើប្រាស់នៅធម្មពលរបស់គាត់តាមដាននេះក៏បានស្រែកហើយថាម៉េចលោកគឺពិតជាឲ្យថ្លៃខ្ញុំតែ1គីឡូមែនមិនដែលឃើញមនុស្សណាដែលគំរាមបែបហ្នឹងពីមុនមកនោះឡើយស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេចបិសាចគ្មានអ្វីល្អនោះទេហើយគេសង្ឃឹមថាពនាងឡូជីក៏អាចដឹកនាំបានជារៀងរហូតរួចវាមកនិយាយជាមួយនឹងលបងទាំងពីរថាពួកលោកមានឋានៈខ្ពស់ក៏មិនចង់តម្លៃពេកអីទុកផ្លូវឲ្យពួកគេរស់ផងលើដូច្នេះយេហ្វានគេហាំងតែម្ដងថាម៉េចហ្នឹងគេប្រាប់ថា1គីឡូកន្លះធូហ្វៃចង្អុលហើយថាលោកកំពុងតែចោទចាស់តម្លៃមែនទេគេក៏បានសួរថាលបងទាំងពីរគិតថាខ្ញុំត្រៀមប្រយុទ្ធមែនអត់ហើយដើម្បីចាត់ទុកជាការគោរពដល់ស្ដេចបិសាចគេថែមរបស់ហ្វ្រីឲ្យទៀតផងធូហ្វៃចាប់ផ្ដើមគេហើយយេហ្វានទៅចាប់ដៃថា1គីឡូកន្លះក៏1គីឡូកន្លះទៅធូហ្វៃក៏ចាប់ផ្ដើមចង្អុលទៅកាន់ទំនិញដែលគាត់ចង់បានដែលទាំងពីរក៏បានដើរទិញគ្រប់ទីកន្លែងក្នុងផ្សារនេះតែម្ដងដើរទិញតាមទៀមដូចជាចំណាយពេលច្រើនពេកដូច្នេះពួកគេទាំងពីរបង្កើតនៅទីស្នាក់ការមួយទទួលទិញទំនិញពីពពួកបិសាចតែបើតម្លៃថ្លៃពេកហ្នឹងក៏មិនទិញដែរសមាជិកបិសាចនៅទីនេះពួកគេសប្បាយលក់ខ្លាំងមែនទែនព្រមទាំងធ្វើនៅពិធីអបអរអរគុណទៅដល់ភ្ញៀវធំយេហ្វានិយាយថាឥឡូវគាត់ចាប់ផ្ដើមយល់ខ្លះៗហើយហេតុអ្វីបានជាពនាងឡូជីចង់សហការជាមួយនឹងគាត់ទិញទំនិញរួចរាល់ហើយមនុស្សពីរឆ្កែមួយក៏បានជួបជុំសារជាថ្មីហេហងពីនិតទំនិញដឹងថាមិនខ្វះហើយមិនលើសរសើរអ្នកទាំងពីរថាគឺពិតជារហ័សមែនហើយមុននេះបន្តិចមានបិសាចតូចមកស្វែងរកលោកម្ចាស់យេធូហ្វៃរអ៊ូហើយថាម៉េចនាងមកទៀតហើយមែនអត់ហេហងប្រាប់ទៅតាមសម្ដីនៃបិសាចតូចដែលថានាងបានប្រទះឃើញនៅរាងកាយទេបុរាណមួយទៀតក៏មិនដឹងថាអាចជួយដល់យេហ្វានបានឬមិនបាននោះទេលើដូច្នេះយេហ្វានក៏រៀងភ្ញាក់ផ្អើលតែហេហងប្រាប់ថាត្រឹមជាសាកសពប៉ុណ្ណោះហើយក៏ប្រហែលជាត្រូវបានទុកនៅឃ្លាំងវត្ថុទិព្វរបស់ស្ដេចនាគរីបៃតងធូហ្វៃរអ៊ូហើយថាអាចឆ្កែរបស់យ៉ននេះមើលទៅគេចង់ឆ្លៀតឱកាសស៊ីប៉ែពួកយើងទៀតហើយរៀបនឹងដាក់ម្ដាយទៅហើយយេហ្វានក៏បានខាត់រួចបានសួរថាតើមានអ្វីល្អខ្លះនៅក្នុងឃ្លាំងវត្ថុទិព្វរបស់ស្ដេចនាគរីបៃតងទៅធូហ្វៃប្រាប់ហើយថាក៏សម្ព័ន្ធនាគបៃតងហើយខ្លួនឯងថាគឺជាចំនួនក្រោយនៃនាគរីពួកគេក៏ដូចជានាគរីក្នុងពីដំណើរជួយចិត្តប្រមូលយកនៅវត្ថុទិព្វមកដាក់តាំងក្រៅតែពីពនាងយានសម្បីតែស្ដេចនាគរីវ័យក្មេងក៏មិនអាចឲ្យចូលបាននោះដែរដោយគ្មានការអនុញ្ញាតហើយហងបានស្ងាត់ហើយមានអីគួរខ្លាចទៅយើងក៏អាចប្រើប្រាស់នៅក្បួនផ្សារភ្ជាប់ទាំងក្នុងទាំងក្រៅឬហើយបញ្ជូនពួកឯងទាំងពីរទៅកាន់ឃ្លាំងវត្ថុទិព្វនោះតែម្ដងស្របគ្នាក៏ស្ដាប់តែបានលើនៅសំឡេងរបស់ឈិនយ៉ាវបានសោយសួរទៅកាន់ហេហងហេតុអ្វីបានជាមិនចូលទៅដោយខ្លួនឯងទៅធូហ្វៃក៏បានចង្អុលសួរហេតុអ្វីបានជានាងនៅទីនេះទៀតហើយឈិនយ៉ាវចុះមកប្រាប់ថាពួកលោកមនុស្សពីរនាក់ព្រមទាំងឆ្កែមួយក្បាលកុំខ្ជះខ្ជាយពេលវេលាទៀតអីហើយកុំនេសាទតែអត្តសញ្ញាណរបស់ពនាងឡូជីកុំអីនាងគឺអាចជួយនាំចូលទៅខាងក្នុងតែម្ដងយេហ្វានសួរហើយសម្ដីរបស់ទេពធីតាមានន័យថាមានមធ្យោបាយផ្សេងដើម្បីចូលទៅមែនទេនាងក៏បានសួរអ្នកទាំង3ចាំដែរទេថ្ងៃនេះគួរតែជាថ្ងៃអ្វីធូហ្វៃក៏បានលើកដៃក៏ដូចជាប្រាប់ថាថ្ងៃចុងក្រោយនៃពិធីជប់លៀងខួបកំណើតស្ដេចនាគរីវ័យក្មេងរីឯឈិនយ៉ាវនាងគឺនឹងជួយទៅដល់ពួកគេយប់នេះនាងនឹងនាំអំណោយជំនួសឲ្យដំណាក់របស់ពនាងម្ចាស់ក៏ដូចជាត្រូវការអ្នកបន្លំខ្លួនខ្លះៗចូលទៅកាន់ឃ្លាំងវត្ថុទិព្វហើយបើយើងមើលទៅកាន់អំណោយដែលឈិនយ៉ាវយកមកឲ្យស្ដេចនាគវ័យក្មេងខណៈពេលដែលបើកនោះធូហ្វៃក៏បានសួរហើយថាតើអំណោយខ្លះបន្លំនោះគឺជាស្អីទៅគិតថាពួកយើងដូចជាអំណោយមែនទេឈិនយ៉ាវប្រាប់ថាពួកលោកមិនដូចក៏ប៉ុន្តែឆ្កែដូចហើយហងលឺហើយក៏ងាកចុះងាកឡើងលើហើយពេលនេះគេក៏បានខ្លាចទៅជាវត្ថុដាក់តាំងហើយឈិនយ៉ាវប្រាប់ថាអំណោយនេះគឺត្រូវបានហៅថាព្រះច័ន្ទឆ្កែមេឃាដែលអាចជួយកែសំណាងអាក្រក់ទៅជាល្អសរុបគ្នានោះយេហ្វានក៏ឆ្ងល់ហើយថាតើនាងប្រកាសចិត្តយ៉ាងម៉េចបានថាគេនឹងបញ្ជូនអំណោយនេះចូលទៅកាន់ឃ្លាំងនាងតបទៅថាឲ្យយេហ្វានមិនចាំបាច់បារម្ភនោះទេនេះវាជាអ្វីដែលស្ដេចនាគវ័យក្មេងគេត្រូវគិតខ្លួនឯងកាន់មកដល់បច្ចុប្បន្នស្ដេចនាគវ័យក្មេងហាក់បីដូចជាចាប់អារម្មណ៍នឹងអំណោយនេះខ្លាំងណាស់ក៏ព្រោះថាមើលទៅដូចជាឆ្កែបេះដាក់តែម្ដងគប់ជួនតារបស់គេធ្លាប់បាននិយាយថាឆ្កែខ្មៅគឺជាវត្ថុទិព្វឲ្យផ្ទះមានភាពស្ងប់សុខដូច្នេះក៏បានបញ្ជាឲ្យអង្គរៈយកទៅកាន់ឃ្លាំងហើយហងស៊ីមួយដៃមើលទៅគឺពិតជាមិនពេញចិត្តនោះទេឈិនយ៉ាវប្រាប់ថាបើទោះបីជាក្បួននៅខាងក្រៅវារឹងមាំក៏ប៉ុន្តែនៅខាងក្នុងគឺមិនពិបាកសម្រាប់ហេហងនោះឡើយតែនៅពេលដែលពួកគេព្យាយាមបំបីក្បួនឃ្លាំងដាក់វត្ថុទិព្វគឺនឹងចាក់សោភ្លាមៗដល់ពេលនោះស្ដេចនាគវ័យក្មេងក៏នឹងចាប់ផ្ដើមធ្វើការចាប់ចោលយេហ្វានក៏ឆ្ងល់ហេតុអ្វីបានជាត្រូវបំបីក្បួនឈិនយ៉ាវប្រាប់ថាមានរបស់សំខាន់ដែលនៅក្នុងនោះយេហ្វានក៏សួរទៀតបន្ទាប់ពីក្បួនបែកហើយថាតើពួកយើងមានពេលវេលាដើម្បីសិក្សាដែរទេហើយពួកគេគឺអាចពន្យាពេលបានត្រឹមតែ30វិនាទីតែប៉ុណ្ណោះបន្ទាប់មកយើងឃើញធូហ្វៃមកជួបជាមួយនឹងឈិងជីគេបាននិយាយហើយថាលបងឈិងជីស្ដេចនេះតបមកវិញថាលបងធូហ្វៃមើលទៅកាន់ពួកអ្នកទាំងពីរហាក់បីដូចជាសប្បាយចិត្តខ្លាំងណាស់រត់មករកគ្នាតែតាមពិតឈិងជីគេចាប់អារម្មណ៍ទៅនឹងស្រីស្អាតដែលធូហ្វៃបាននាំយកមកនោះទេក្នុងពេលនោះឆ្កែហេហងក៏ប្រញាប់ញាប់ជើងញាប់ដៃដើម្បីបង្កើតក្បួនយេហ្វានវិញសួរទៅកាន់ឈិនយ៉ាវថាបើសិនជាពនាងមកដោយខ្លួនឯងតើមិនងាយស្រួលជាងនេះទេមែនអត់នាងតបថាពនាងរវល់ទៅនឹងកិច្ចការផ្សេងហើយយេហ្វានគឺច្បាស់ជាបានដឹងតាមក្រោយកុំឲ្យយេហ្វានសួរទៀតអីគឺគ្រាន់តែចាំថាបើសិនជាមាននៅស្ថានភាពណាមួយលើសពីការរំពឹងទុកនោះវាមិនមែនជារឿងចៃដន្យនោះទេបន្ទាប់មកក្បួននេះក៏បាននាំអ្នកទាំងពីរចូលទៅខាងក្នុងឃើញវត្ថុទិព្វក្នុងឃ្លាំងទាំងនេះមនុស្សមិនសូវប៉ុន្មានទេតែឆ្កែវិញខ្វះក៏សម្បើមថាមកទីនេះគឺពិតជាមិនខុសមែនយេហ្វានក៏បានពិនិត្យមើលនៅរបស់ទាំងនេះវាគឺសុទ្ធតែល្អៗទាំងអស់តែម្ដងទាំងឆ្កែទាំងមនុស្សមើលផងរំភើបចិត្តផងស្ដេចនាគបៃតងនេះពិតជាមានមែនស័ក្តិសមនឹងធ្វើការប្លន់ស្របគ្នាយេហ្វានក៏លេចទៅឃើញនៅរាងកាយទេពបុរាណដែលនេះគឺគ្រាន់តែជាសាកសពចំហាយលោហិត
ប្រលឹងគឺបានសោះកក្រក់អត់ទៅហើយនៅសេសទៅរាងកាយប៉ុណ្ណោះយេហ្វានស្របពេលដែលលាដៃទៅឈិនយ៉ាវប្រាប់ឲ្យបំបែកនៅរនាំងជាមុនសិនកុំទាន់មើលនៅរាងកាយនេះអីហើយនាងថែមទាំងប្រាប់ថាមានស្នៀកសម្ងាត់នៅលើជញ្ជាំងនេះត្រូវបញ្ចូលនៅធម្មពលបិសាចមុនពេលដែលអាចធ្វើការបំបែកឲ្យពួកគេចាំថានៅពេលដែលចាប់ផ្ដើមបំបែកនៅរនាំងហើយនោះគ្មានផ្លូវដើម្បីបកក្រោយនោះទេយេហ្វានតបថាអញ្ចឹងរំខានទៅដល់ទេពអប្សរហើយពេលនេះឈិនយ៉ាវក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលបិសាចរបស់នាងហោះឡើងទៅខាងលើហើយហងនិយាយថារនាំងមួយនេះគឺពិតជាអាចប្រែរបស់ឲ្យខ្លាយទៅជារូបរាងពិតមែនហើយបើសិនជាពួកគេអាចយកនៅចំហាយនៅខាងក្នុងឬហើយធ្វើការរួមបញ្ចូលជាមួយនឹងវត្ថុធាតុដើមដែលពួកគេទទួលបានមុនដូច្នេះគឺពិតជាអាចបង្កើតនៅពិភពលោកតូចបណ្ដោះអាសន្នរួចហើយយកវាទៅធ្វើការរំខាននៅវាលធម្មពលតារាឈិនយ៉ាវស្របពេលនាងប្រើប្រាស់នៅធម្មពលនេះផងដែរឃើញថាចំហាយនេះគ្រានេះក៏បានប្រែទៅជាចំហាយមួយស្រីក្រហមជាហេតុធ្វើឲ្យសាច់រឿងរបស់យើងស្លេះទៅត្រឹមនេះជាចុងក្រោយអរគុណទៅកាន់អ្នកកូននិយមគ្រប់បកដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងដរាបណាភ្នំមិនផ្លាប់បដោះទឹកនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ